ក្រសួងបរិស្ថានចាត់វិធានការច្បាប់ករណីធ្លីឧស្ម័នអាម៉ូញ៉ែចេញពីរោងចក្រផលិតកកនៅក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមន្ត្រីក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគម្ពីរបរិស្ថាននៃក្រសួងបរិស្ថានដឹកនាំដោយលោកចាប់យុធីអនុប្រធាននាយកដ្ឋានដែលមានការចូលរួមពីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈមន្ទីរបរិស្ថានរាជធានីភ្នំពេញរដ្ឋបាលខណ្ឌពោធិ៍សែនជ័យនិងអាជ្ញាធរមូលដ្ឋាននៅថ្ងៃទី2ខែធ្នូឆ្នាំ2025បានធ្វើការចុះត្រួតពិនិត្យករណីធ្លីឧស្ម័នអាម៉ូញ៉ែនៅក្នុងទីតាំងរោងចក្រផលិតកកឆេងសុភារីស្ថិតនៅភូមិត្រពាំងថ្លឹង4សង្កាត់ចាំចៅទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមន្ត្រីជំនាញក្រសួងបរិស្ថានរកឃើញថារោងចក្របានបញ្ចេញក្លិនអាក្រក់ឧស្ម័នអាម៉ូញ៉ែបង្កការរំខានដល់ការរស់នៅរបស់ពលរដ្ឋនិងប៉ះពាល់ដល់សុខភាពសាធារណៈគឺល្មើសនឹងមាត្រា161នៃក្រមបរិស្ថាននិងធនធានធម្មជាតិជាមួយគ្នានេះក្រុមការងារបានធ្វើការវាស់កំហាប់ឧស្ម័នអាម៉ូញ៉ែនៅក្នុងទីតាំងរោងចក្រឃើញកម្រិតកំហាប់អាម៉ូញ៉ែចំនួន 1.0 មីលីក្រាមក្នុង1ម៉ែត្រគីបស្តង់ដារចំនួន 0.2 មីលីក្រាមក្នុង1ម៉ែត្រគីបគឺល្មើសនឹងមាត្រា156នៃក្រមបរិស្ថាននិងធនធានធម្មជាតិក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ចំពោះរោងចក្រដែលបានប្រព្រឹត្តល្មើសអនុលោមមាត្រា826នៃក្រមបរិស្ថាននិងធនធានធម្មជាតិក្រសួងបានតម្រូវឲ្យរោងចក្រធ្វើការតាមដានលើប្រព័ន្ធស្តុកនិងបំពង់បង្ហូរឧស្ម័នអាម៉ូញ៉ែនៅក្នុងទីតាំងរោងចក្រផលិតកកជាប្រចាំដើម្បីជៀសវាងបង្កបញ្ហាលេចធ្លាយជាសារធាតុអាម៉ូញ៉ែជាលើកទី2ទៀតជាមួយគ្នានេះរោងចក្រត្រូវស្នើសុំលិខិតបញ្ជាក់គុណភាពខ្យល់នៅក្នុងអគាររបស់រោងចក្រឲ្យស្របតាមបទដ្ឋានគតិយុត្តជាធរមាន